សិស្សច្បងទូសិស្សច្បងខុសខើពេកហើយព្រឹត្តិការណ៍ពុកមាត់សគាត់ក៏បានថាហេតុអីបានជាមានរឿងកាត់ឡើងបែបនេះស្នេហ៍របស់គេមិនដំណើរការទេប្រមុខលីគាត់ក៏បានគិតថយក្រោយនៅចលនាមិញនេះរួចក៏បានពោលទាំងសំណួរទៅអាចថាគេមានចេតនាវាយអខុសដែរទេសម្លឹងទៅកាន់គោលដៅដែលគេវាយបខុសមិញដូចជាមិនឃើញមានអ្វីនោះទេក៏លេចមកកាន់សៅឈុនវិញនៅពេលដែលដាវជាប់នឹងទ្រូងរបស់គេក៏បាននិយាយទៅបើសិនជាខ្ញុំដឹងមុនខ្ញុំនឹងមិនវឹកហាត់ចិត្តសិលធ្វើជាទេវតានោះទេហើយរស់នៅក្នុងភូមិប្រហែលជាអាចរស់បាន 2-3 ឆ្នាំទៀតបិទភ្នែកសឹមដួលទៅនឹងកំរាលលោកពុកអ្នកម៉ែជើងបានជួបជុំគ្នាហើយម្នាក់ក៏នាំគ្នាឡើងទៅសៃវៀនទៅសៅឈុនឯងយ៉ាងម៉េចហើយសាពូនឯងយ៉ាងម៉េចហើយឯងមិនអីទេអីគ្រប់គ្នាខំយកគេមកផ្ងាខ្លាចថាគេស្លាប់តែស្រាប់តែគេបើកភ្នែកភ្លឺភ្ញាក់ឲ្យភ្លើទាំងអស់គ្នាតែម្ដងក្រោកមកខ្វាក់ខំប្រឹងដកដាវឆ្វាច់ហើយជាសំណាងល្អខ្ញុំបានចំណាយពេលយូរនៅពេលខ្ញុំចេញទៅក្រៅដែលទិញអាវស្បែក2ទៀតពាក់មកពីលើគេអាវស្បែកនេះក៏ចាក់ខ្លួនឯងជ្រិចស្រាប់តែគូបដិបត្តិរបស់គេនេះទូលីងហ្វៃស្លាប់ស្ដោកស៊ូវ៉ាន់សៀងនាងក៏បានថាទៅមើលទៅដូចជាដល់ម៉ោងហើយព្រឹត្តិការណ៍ជើលទ្ធផលនៃការប្រឡងគួរតែប្រកាសហើយព្រឹត្តិការណ៍ជើក៏ថាល្អចឹងបានជាទូលីងហ្វៃបានស្លាប់ដោយសារតែអស់កម្លាំងវិញ្ញាណរបស់នាងខ្លាំងពេកហើយមិនអាចបន្តការប្រកួតបានយើងសូមប្រកាសការប្រកួតសៀវពីច្រកខាងក្រៅនៃភ្នំសៀងយន្តអ្នកជាប់លេខ1គឺបៃសោឈុនស្អីគេចេះសិស្សច្បងទូចាញ់ឯងយើងមិនយល់ព្រមជាមួយលទ្ធផលទេយើងមិនពេញចិត្តនឹងលទ្ធផលនេះទេបៃសោឈុនឯងគឺជាមនុស្សមិនចេះខ្មាស់គេហើយអាចល្អបែបនេះដល់របៀបណាទៅទូលីងហ្វឹងក៏បានក្រោកឡើងឯតួប្រុសរបស់យើងវិញក៏បាននិយាយជាមួយនាងទៅសិស្សច្បងខ្ញុំគ្មានចេតនាបំភ័យសិស្សច្បងនោះទេចំណែកទូលីងហ្វៃវិញនាងមើលមកកាន់សៅឈុនយើងហើយនាងថាខ្ញុំមិនព្រមទេខ្ញុំចង់ប្រកួតជាមួយគេម្ដងទៀតការបន្លឺដូច្នេះសៅឈុនភ័យមែនទែនប្រតិចាអត់មានធ្វើអញ្ចឹងទេពួកនោះក៏ស្រែកខាងក្រោមត្រូវហើយប្រកួតម្ដងទៀតទៅមិញសិស្សប្អូនទូស្លាប់ដោយសារតែភ័យឃើញអាគាត់នេះស្លាប់តើមិនអាចរាប់បញ្ចូលបានទេសៅឈុនក៏បានថាទៅអ្នករាល់គ្នានេះគឺពិតជាចិត្តខ្មៅពិតមែនវាពិបាកណាស់ទៅហើយសម្រាប់ខ្ញុំក្នុងការរួចផុតពីការវាយប្រហារមួយនេះព្រឹត្តិការណ៍លីក៏បានថាទូលីងហ្វៃពេលនេះនាងខ្សោយពេកហើយតើប្រកាសទេថាប្រកួតម្ដងទៀតនាងថានាងត្រូវតែប្រកួតសៅឈុនរបស់យើងក៏ចេះតែប្រាប់នាងថាសិស្សច្បងពេលនេះសិស្សច្បងគួរតែសម្រាកទៅមើលថែរាងកាយបានល្អខ្ញុំមិនគិតថាយើងគួរតែប្រកួតទៀតនោះទេសិស្សច្បងឈ្នះក៏ឈ្នះទៅតែនាងមិនព្រមទេនាងចង់ប្រកួតចង់ឈ្នះដោយយុត្តិធម៌សៅឈុនក៏និយាយទៅងឿងឆ្ងល់ទៅចាញ់ឈ្នះគឺពិតជាសំខាន់ណាស់តើមែនទេនាងក៏បានថាឲ្យតែឯងអាចឈ្នះខ្ញុំដាវបៃតងស្រស់ហើយនឹងលីងអ៊ីសៀងនេះវាទាំងអស់គឺជារបស់ឯងអ្នកខាងក្រោមក៏ស្រែកថាសិស្សច្បងទូបានចំណាយកម្លាំងខ្លាំងណាស់ទើបទទួលបានលីងយុនសៀងដែលបញ្ជាទិញដំបងមែនហើយសូម្បីតែអ្នកមានលុយក៏មិនអាចទិញវាបានដែរសិស្សច្បងនេះមិនគួរណាដោយសារតែគ្រាន់តែចង់ប្រកួតជាមួយនឹងសៅឈុនអញ្ចឹងទេសៅឈុនស្ដាប់ពាក្យប្រតិកម្មរបស់អ្នកគ្រប់គ្នាគេក៏បានថាសិស្សច្បងអើយតាមពិតសិស្សច្បងមិនចាំបាច់ទេវាខ្មាស់គេពេកហើយបើខ្ញុំយកវាមកសៀតលើក្បាលនោះថាខ្មាស់គេប៉ុន្តែលោកដៃយកទូលីងហ្វៃដោះដៃចេញហើយនាងក៏បានថាអញ្ចឹងឯងអាចប្រកួតប្រជែងជាមួយខ្ញុំតាក់ទងនឹងចំណេះដឹងរបស់ឯងអំពីរុក្ខជាតិហើយនឹងដើមឈើទូប្រុសយើងក៏សួរបញ្ជាក់ទៅឆៅមូនាងក៏ថាយ៉ាងម៉េចខ្លាចហើយឯងនិងខ្ញុំគឺជាអ្នកចម្រាញ់ថ្នាំនៅលើភ្នំសៀងយន្តការប្រកួតគ្នាអំពីស្មៅអសតហើយនឹងរុក្ខជាតិគឺជាអ្វីដែលគួរតែអាចហើយទូប្រុសយើងក៏ថាខ្ញុំអាចមិនប្រកួតបានដែរអីខូខើយ៉ាងនេះនោះភាគីទាំងសងខាងក៏បានយល់ព្រមសម្លេងស្គរជ័យក៏គោះម្ដងទៀតឲ្យគូប្រកួតចាប់ផ្ដើមធ្វើការប្រកួតលោកម្ចាស់លីរបស់យើងក៏ថាប្រកួតស្មៅរុក្ខជាតិអសតពិតជាមិនអាចទាញទូបានធំគ្រប់គ្រាន់ទេក៏មិនទុនគ្រប់គ្រាន់ដែរកំពុងតែពិនិត្យមើលផ្កាមកតងពីរនាក់ស្ដាប់អ្វីដែលទូប្រុសយើងនិយាយហាក់ដូចជាឌៀមដាមដល់នាងដល់ហើយទូលីងហ្វៃខឹងក៏បានដើរចេញទៅឲ្យទូប្រុសយើងនៅតែបន្តនិយាយអញ្ចឹងការផ្សាំនៃមេឈើនេះគឺរៀងរឿងបន្តិចប្រសិនបើត្រូវបានផ្គូផ្គងជាមួយនឹងជីផ្កាដែលមានគុណភាពខ្ពស់ផ្កានេះគួរតែរីកល្អជាងនេះកំពុងតែរអ៊ូក៏បានលឺសំឡេងទូលីងហ្វៃលោកគ្រូខ្ញុំបានមើលរួចរាល់ហើយដល់អញ្ចឹងទូប្រុសយើងថាចំលឿនម៉េះអញ្ចឹងយើងស្ដាប់ការបរិយាយរបស់នាងបន្តិចទៅសិស្សមានភាពស្រពេចស្រពិលសរុបមកសិស្សអាចមើលឃើញតែ8ប្រភេទតែប៉ុណ្ណោះព្រឹត្តិការណ៍ចៅឲ្យនាងនិយាយមក8ប្រភេទនោះគឺជាអ្វីខ្លះប៉ុណ្ណឹងក៏ច្រើនណាស់ទៅហើយគ្រូលីក៏បានថាវិធីសាស្ត្រនៃការផ្សំរុក្ខជាតិខាងវិញ្ញាណនេះគឺស្ទើរតែល្អឥតខ្ចោះវាលំបាកក្នុងការកំណត់អត្តសញ្ញាណសូត្រចម្លើយរបស់នាងមកនាងក៏បានតបទៅ8ប្រភេទនោះគឺលំនាំដំណក់ទឹកឋានសួគ៌ត្រជាក់មួយផ្លែឈើនីដីឯអ្នកខាងក្រៅម្នេះគេកំពុងតែនាំគ្នាស៊ឺប្រៃមែនតែននេះពិតជាជំនាញរបស់នាងមានទេពកោសល្យពិតមែនវាងាយស្រួលបែបនេះណោងាកមកលើការសូត្ររបស់នាងវិញពេលនេះគឺថានាងសូត្រដល់ចុងក្រោយទី8ហើយគឺដៃភក់ហួងជីងឯសៅឈុនយើងវិញក៏ដើរចូលមកម្ដងជាមួយនឹងស្នាមញញឹមខ្ជិបតែម្ដងក្នុងចិត្តរបស់តួស្រីរបស់យើងថាចាំមើលតែអាចធ្វើពុតចាំមិនទៀតលោកគ្រូលីក៏បានឲ្យតួប្រុសរបស់យើងសូត្រម្ដងបៃសៅឈុនដល់វេនឯងហើយលបងយើងអេះក្បាលបណ្ដាសាយបណ្ដាបន្ថែមលើសពី8ប្រភេទដែលបងស្រីទើបតែរៀបរាប់មិញសិស្សក៏បានឃើញ67ប្រភេទនៃ
ដើមឈើវិញ្ញាណទូលីងហ្វៃក៏ថាហ่ะសិស្សប្អូនហេតុអីបានជាឯងមិននិយាយថាមាន 30000 ប្រភេទក្នុងករណីនោះសូត្រចម្ពុកបន្ថែមទៅហើយប្រកាសជាទទួលបានសិទ្ធិច្រើនលោកគ្រូលីផឹកតែហើយក៏ឲ្យតួប្រុសយើងនិយាយលំអិតមកអញ្ចឹងតោះប្រិយមិត្តអ្នកក្លាហានជាទីមេត្រីយើងសម្ដាប់ការសូត្ររបស់តួប្រុសរបស់យើងអស្ចារ្យខ្ញុំសូមប្រកាសការប្រកួតប្រជែងរុក្ខជាតិផ្សាំបាយសោឈុនគឺជាអ្នកជាប់លេខ1បន្ទាប់ពីការប្រកាសបានបញ្ចប់ហើយសាច់រឿងរបស់យើងក៏កាត់មកថ្ងៃបន្ទាប់បាយសោឈុនរបស់យើងមិនបានបោះបង់ក្នុងការហ្វឹកហាត់បន្តនោះទេយើងបានឃើញថាគេកំពុងតែសមាធិរៀនយុទ្ធសាស្ត្រនឹងឯងហើយយើងបានឃើញថាគេទទួលបានសមិទ្ធផលដ៏អស្ចារ្យបន្ទាប់ពីការតាំងសមាធិហ្វឹកហាត់យុទ្ធសាស្ត្រលេងយន្តសៀងរបស់សាច់ច្បងទូនេះគឺពិតជាគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការជួសជុលនៅកម្លាំងឈីដែលខូចខាតខ្ញុំបានកែលម្អឡើងវិញដោយមិនដឹងខ្លួនត្រូវតែប្រឹងប្រែងធ្វើជាទេវតាអាយុវែងភ្លាមនោះក៏បានឮសំឡេងហៅសាច់ច្បងប៉ៃដោយមិនដឹងថាជាសំឡេងអ្នកណានោះទេសាច់ច្បងប៉ៃនៅផ្ទះដែរទេទៅលើសំឡេងនេះធ្លាប់ស្គាល់យ៉ាងម៉េចទេនេះដល់បើកទ្វារឃើញប៉ៅឆៃតើនៅតែអស់គ្នាមិនដឹងថាគេបានប្រឡងចូលបាក់ខាងក្រៅពីស្មៅណាទេសាច់ច្បងប៉ៃខានជួបគ្នាយូរហើយឃើញប៉ៅឆៃទូប្រុសយើងបិទទ្វារឡើងលឿនអាល្អិតនេះទេអីវាហ៊ានគោះទ្វារយើងទៀតណាភ្នែកប្រវេប្រវារោគអាវុធសាច់ច្បងប៉ៃបើកទ្វារទៅគឺខ្ញុំមកជាពិសេសដើម្បីសួរសុខទុក្ខសាច់ច្បងណាបែកនឹងបើកទ្វារខ្វាក់មកបោកកណ្ដាលមុខបដាផ្លាប់ខំយករបស់មកផ្ញើវាយគេដួលទៅឈុតបន្ទាប់គេអង្គុយងអែលថ្ងាស់ឈឺនឹងទៅទូប្រុសយើងថាយ៉ាងម៉េចនៅតែមិនជឿចង់ហៅខ្ញុំម្ដងទៀតទេបងប្រុសប៉ៃអើយឈប់សាយដាក់ខ្ញុំទៅប៉ៅឆៃកាលមុនគ្រាន់តែជាក្មេងដែលមិនដឹងខ្យល់អីខ្ញុំមកទីនេះជាពិសេសគឺដើម្បីចង់សម្រុះសម្រួលជាមួយនឹងបងប្រុសក្រៅពីនេះខ្ញុំគ្រាន់តែកម្រិតទី3នៃដំណាក់កាលបង្រួមឈីនឹងតែខ្ញុំមានសមត្ថភាពណាជាគូប្រកួតប្រជែងជាមួយនឹងសាច់ច្បងទៅទូប្រុសយើងគិតតែតាមនឹងហើមសម្ដីសម្ដាគាត់នេះដូចជាមិនកុហកទេដាក់អំបោះចោះឲ្យក៏បាននិយាយទៅឆាប់និយាយមកហើយតែបានចែមករកខ្ញុំតាមពិតពេលនេះគឺថាប៉ៅឆៃទីបំផុតបានចូលច្រកទ្វារខាងក្រៅហើយលើពីនេះទៅទៀតខ្ញុំឮថាលបងខ្លាយទៅជាជនល្បីនៅលើភ្នំសៀងយ័ន្តរបស់យើងហើយឃើញទូប្រុសយើងយកដៃវាយអំបោះផ្លែកគេក៏ថាខ្ញុំគ្រាន់តែចង់អរគុណសាច់ច្បងដែលផ្ទាល់ដែលសាច់ច្បងប៉ៃបានវាយខ្ញុំកាលពីលើកមុនបើមិនមែនដោយសារតែលបងយកខ្ញុំចេញពីជីវិតពោពេញទៅដោយភួយជ្រាំនេះទេនោះប៉ៅឆៃគឺគ្មានការរីចម្រើនរឿងបែបហ្នឹងនោះទេសូមលបងប៉ៃនិយាយបន្ថែមទៀតនៅពេលខាងមុខជួយណែនាំផងជួយមើលថែប្អូនប្រុសម្នាក់នេះផងណាត្រឡប់ទៅវិញទៅបើគ្មានអីត្រូវនិយាយនោះតាមពិតទៅមានរឿងមួយទៀតទោះបីជាខ្ញុំទៅតែចូលក្នុងច្រកខាងក្រៅក៏ដោយប៉ុន្តែសំណាងល្អខ្ញុំបានប្រមូលទំនាក់ទំនងមួយចំនួននៅដើមឆ្នាំនេះលបងខ្ញុំឮព័ត៌មានមួយចំនួនដែរណាលបងត្រូវតែប្រយ័ត្នចំពោះអ្នកដែលនៅក្នុងបន្ទប់ត្រួតពិនិត្យណាឈិនហ្វៃដែលបានរុញសាច់ច្បងចូលមកច្រកខាងក្រៅកាលពីលើកមុននោះគេពិតជាបានផ្ដោតមកលើលបងរួចទៅហើយបងប្អូនជីដូនមួយរបស់គេហ្វឹងយៀននៃសាលអនុវត្តច្បាប់មិនងាយស្រួលក្នុងការញ៉ែញ៉ៃជាមួយគេឡើយលបងកុំស្លន់ស្លោអីអ្វីដែលហៅថាសង្វៀនគឺមានគ្រោះថ្នាក់ស្រាប់ទៅហើយពិភពលោកនេះគឺមិនអាចទីទុកបានជាដាច់ខាតបើឆៃសុកចិត្តធ្វើជាដៃស្ដាំរបស់បងប្រុសការប្រកួតប្រជែងដ៏ខូខើនៅក្នុងពិភពនៃអ្នកវឹកហាត់យុទ្ធសាស្ត្រមានមិត្តកាន់តែច្រើនក៏មានផ្លូវកាន់តែច្រើនដែរសាច់ឈុនរបស់យើងរៀងភ័យពេញមានអីទេផឹកស្រានឹងមកពេលវេលាចេះតែកន្លងរហូតទៅដល់យប់តែម្ដងយើងឃើញថាប៉ៅឆៃជាមួយទូប្រុសយើងបានផឹកជាមួយគ្នាឡើងស្វឹងបាត់ទៅហើយបន្ទាប់ពីអណ្ដើកតូចអាត់កំបាំងមានអ្នកជំនួយការមួយទៀតនៃការផ្សំដើមឈើវិញ្ញាណលបងប៉ៃនេះគឺអស្ចារ្យមែនទេឯងមិនផ្លើសពេកទេអីអត់បំផ្លើសទេព្រឹទ្ធចារ្យចៅសរសើរបងថាបងគឺប៉កែក្រាស់ទូលីងហ្វៃនោះគឺជិតស្និទ្ធជាមួយនឹងចៅស៊ីនឈីប្រហែលជាតាមរយៈបងប្រុងខ្ញុំអាចកសាងមូលដ្ឋានគ្រឹះយ៉ាងរលូនដើម្បីក្លាយជាសិស្សនៃលំដាប់មរតកទោះប្រជាកថាមិនក៏ឯងនេះអាចនិយាយវាងាយស្រួលបែបនេះដំណាក់កាលនៃការកសាងគ្រឹះនេះមិនត្រឹមតែលំបាកប៉ុណ្ណោះទេវាថែមទាំងជាការបន្ថយដ៏អស្ចារ្យទៀតផងប៉ៅឆៃគេនៅតែតបទាំងស្រវឹងវាពិតជាលំបាកហើយក្នុងការឈានទៅដំណាក់កាលនៃការកសាងគ្រឹះនោះប៉ុន្តែមូលដ្ឋានគ្រឹះនៃសរសៃវ៉ានគឺខុសគ្នាសៅឈុនក៏និយាយជាអាការៈឆ្ងល់វិញទៅសរសៃនីមួយៗបង្កើតគ្រឹះប៉ៅឆៃក៏ថាគ្រាន់តែហូបឲ្យគ្រប់គ្រាន់ជួយជីតាន់វាគឺជាសេរីមង្គលមួយហើយក៏ជាគ្រោះមួយដែរយើងបានឃើញថាឈិនហ្វៃជាមួយនឹងហ្វឹងយៀនកំពុងតែមើលពីកន្លែងស្ងប់ស្ងាត់មួយដោយសេចក្តីចំណែននោះឯងព្រមទាំងគំនុំចាស់ថ្មីអីលីឡំគ្នាបន្តិចបន្តួចផងដែរវាសំគួរហើយហ្វឹងយៀនគេឈោដែលស្ងប់ស្ងាត់ខណៈពេលដែលឈិនហ្វៃសួរគេថាហេតុឲ្យបានជាស្ងប់ស្ងាត់ម្លេះគេក៏បានប្រាប់ថាគេមិនមានមោទនភាពយូរទៀតទេយើងមានគំនិតមួយហើយក៏លេចមកកាន់ទូប្រុសរបស់យើងសាយឈុនវិញកំពុងតែដោះស្រាយសម័យកាលឲ្យអ្នករាល់គ្នាចម្ងល់ណាក៏ត្រូវបានដោះស្រាយឲ្យទាំងអស់ហ្នឹងគេលង្ហត់នឿយរហូតដល់សល់អ្នកចុងក្រោយគេសរសេរចប់ហើយក៏ហុចឲ្យម្នាក់ហ្នឹងទៅម្នាក់ហ្នឹងក៏សើចដល់ពេលមើលទៅគ្មានណាទេគឺជាសម័យរបស់យើងវិញឲ្យតែស្រីស្អាតសរសើរដល់ទៅមុខក្រហមហើយអេះក្បាលបដានិយាយបដាហើយដើម្បីកែលម្អភ្នំសៀងយ័ន្តរបស់ខ្ញុំនេះគឺជារឿងដែលខ្ញុំគួរតែធ្វើស្រែទុយសម័យកថាបងប្រុសសាយឈុននេះខ្វល់ខ្វាយចំពោះពួកយើងខ្លាំងណាស់
มันដូចជាបងប្រុសរបស់ខ្ញុំនោះទេចុះពីលើភ្នំយូរណាស់ទៅហើយគាត់ក៏មិនហ៊ានត្រឡប់ទៅផ្ទះវិញដែរថ្មីនេះ ទោះប្រយើងក៏ថាប្អូនស្រីហួរនេះមិនមែននៅក្មេងទៀតនោះទេតម្រូវការមិនគួរតឹងរឹងពេកឡើយនេះក៏បានចាប់ដៃទូប្រុសយើងគ្មានផ្លូវទេបើសិនជាបងចេញទៅខាងក្រៅថ្ងៃខាងមុខបងត្រូវតែផ្ញើសម្បត្តិឲ្យខ្ញុំជារៀងរាល់ថ្ងៃកុំឲ្យខកខានអសោះស្រាប់តែពេលនោះគឺថាប៉ៅឆៃបើកទ្វារដែលមិនបានគោះទ្វារឃើញហើយក៏បានថាបើទោះបីជាកិច្ចការរវល់យ៉ាងណាក៏បិទទ្វារវិញដែរដោយសារតែគេមានការយល់ច្រឡំខ្លះហើយស៊ូប៉ៅឆៃឆាប់ត្រឡប់មកវិញភ្លាមគេក៏បានបើកទ្វារឡើងបញ្ញាំបងប្រុសបាយអើយមានរឿងធំកើតឡើងហើយដោយគេនឹងដឹកដៃទូប្រុសយើងរត់តែមកអីសេឈុនស្ដាប់បញ្ជាបើភ្នែកធំចំហមាត់